Còn này ngày nay thôi ca tay bà cái tôm rưới mà sao mày với hai cái tôm rưới bà ăn lê helicopter đó này bà anh ấy cô bảo với Aston buồn ai bà này miền Popon chip á họ bà chẳng ai cái tôm vì cho lo bầy rồi há tới buồn rồi ha sắp mày bà sai lời ti tăng để dân lễ nhé bà hay giờ sắp cái tôm rưới này đá khna bảo với cứ sai standard cái lề nhé mà khna scale về đã trong đấy cho mình nhầm trâu từ mơ scale về này trong tỉnh mà scale môi lơ sai bẩn này đó này hay này khna thông chỉ kê sắp hàng ấy bà hayสำหรับพวกมี GPS เนี่ยตอนนี้ดังไงไปแต่ได้จะไว้ไปตลอดกันหลายดาวไว้เนี่ย strength return บอลบอลทองจุดบอลทองต่อมวย landing và vì mình smart power จุดออกมวย vì return ตลอดมาไว้เนี่ยนะ và ให้ vì mình là บอลทองการตลอดมาไว้ไปยังเอาทอยังไปชี้แต่ง่ายยังเจอตีนมาไว้ยังการบอลทอง return โฮม้า vì นั่งตลอดมากันหลายดาวไว้อย่างนั้นนะhay บอลทองมาเนี่ยได้รอบเล่นพวกกระต้มรุ่ยประกาศจะดังไงกระต้มรุ่ยจะมี GPS họ mang tung hà họสมัยthếเนี่ยตอนนี้คือត្រូវតែដាច់សេវាអាចនឹងប្រជុំរបស់các bạnហើយពេលច្រើនខ្ញុំលេងបើសិនជាអត់មាន GPS ខ្ញុំលេងហោះឆ្វែឡើយកលឹងក្រោម30ម៉ែត្រទេបាទហោះឆ្វែលេងអញ្ចឹងណាបាទហើយក៏អត់ទៅហោះខ្ពស់ដែរក៏ប៉ុន្តែសម្រាប់ GPS នេះយើងអាចហោះខ្ពស់បានពេលដាច់សេវាត្រឡប់មកកន្លែងដើមវិញណាវាការពារយើងបានច្រើនបាទសារខ្ញុំដកលេងមួយដែរអញ្ចឹងខ្ញុំដឹងអញ្ចឹងណាបាទហើយប្រអប់របស់វាអត់មានមកមួយប្រអប់ដូចទៅទៅផ្សេងៗនេះដល់នេះមកលក្ខណៈ Valley ជាកេះ Premium មែនទេបាទអានេះខាងតើអ្នកឆ្លាញ់បាទហ៊ានចំណាយសារតម្លៃរបស់វាតាមនឹងដែរបាទអូចៃដល់នេះថ្ងៃនេះធ្វើការតែបានឲ្យព្យានេះដែរអានេះពួកនេះយើងមាន stock ហ្នឹងដល់នេះបាទកតុំរុយនេះតែ100ជាងទេបាទនេះ military version បាទនេះធូរថ្លៃជាង military version $10បាទ MD 500ព្រោះនេះ MD 500 standard version នេះអត់មាន chip S ទេប៉ុន្តែប្រើ motor plus slash បាទប្រើទៅកន្ទុយក្រោយហើយនឹងកណ្ដាលបាទអញ្ចឹងកម្លាំងរបស់វាខ្លាំងហើយតម្លៃ100ជាងបាទតែពួក chip S ថ្លៃអ្នកនរនេះអញ្ចឹងអ្នកនរនេះបើកប្រអប់កេះមកអ្នកនរនេះនឹងឃើញមានសភៅ manual កៃឡាញហើយមានអានេះសម្រាប់key ដែលយើងបញ្ជានៅលើ tele បាទវាប្រាប់នៅក្នុងនេះបាទហើយបងប្រុសដែលគាត់ទិញគាត់ថាស្ញាតរបៀបលេងផងតែរបៀបលេងយើងអត់បានធ្វើដាក់ផុស YouTube ទេប៉ុន្តែក្នុងវីដេអូនេះយើងធ្វើការតេស្តហើយយើងនឹងធ្វើការប្រាប់ត្រួសពី key point សម្រាប់តែយើងអាចប្រសិទ្ធនៃការហោះហើរបានអញ្ចឹងណាបាទអញ្ចឹងសម្រាប់អ្នកនរគ្នាដែលអត់តន់ចេះលេងអាចមើលវីដេអូនេះក៏អាចហោះលេងដំបូងបានដែរបាទអញ្ចឹងវីដេអូនេះប្រហែលជាអាចក្នុង6 7នាទីដែរបាទអូខេអ្នកនរគ្នាអញ្ចឹងខ្ញុំបកផ្ទាំងមកដែលវាបាំងទប់ការពារយន្តហោះបាទមកទាំងមកយើងនឹងឃើញបាទ remote បាទអានេះគេដាក់ការពារ joystick ទេអ្នកនរនេះអញ្ចឹងពេលយើងលេងយើងដោះនេះចេញមកបាទអញ្ចឹង joystick វានេះនៅក្នុងបាទ joystick ដល់បញ្ជាហោះឡើងលើចុះក្រោមអញ្ចឹងណាបាទចាំយើងដកចេញមួយសិនបាទអានេះឆ្ងាំងសាករបស់វាអ្នកនរនេះជាធម្មតាយើងទៅដល់យើងត្រូវធ្វើការសាកថ្មសិនហើយដូចយើងដោតជាមួយនឹងខ្សែបាទវានឹងលោតភ្លើងនៅលើនេះបាទលោត volt បាទពេលតែពេញវាសេដាក់អក្សរអង់គ្លេសដាក់ full លើនេះបាទអញ្ចឹងយើងមើលគ្រឿងក្រៅក្នុងនេះអស់តែនេះសម្រាប់យើងដោតបើសិនយើងមានព្រីក្បាលមូលយើងអាចដោតកលៈនេះបានបាទនេះយើងថតាមថងទួយនេះមានស្លាបសកូមានអីចឹងណាបាទស្លាបសកូហើយកតុយស្លាបខាងក្រោយទូលវិសបាទមកជាមួយហើយភ្លើងបាទភ្លើងសម្រាប់ដោតនៅពីក្រោមយន្តហោះបាទអូខេអញ្ចឹងយើងមើលខាងនេះគឺកាមេរ៉ាប៉ុន្តែកាមេរ៉ានេះបើសិនយើងមាន Google បាទយើងអាចដោតមើលបានណាកាមេរ៉ាបាទកាមេរ៉ាដាក់ជាមួយបើឈុតដែលខ្ញុំកំងមកគឺឈុតមានកាមេរ៉ាហើយនេះស្លាបសកូកតុយខាងក្រោយហើយបើឈុតអត់មានកាមេរ៉ាទូថ្លៃជាងនេះទេអ្នកនរនេះអានេះថ្មរបស់វាបាទអញ្ចឹងបងប្រុសទៅដល់កុំភ្លេចធ្វើការសាកថ្មមុនលេងបាទយើងត្រូវធ្វើការសាកថ្មសិនអាកន្លែងនេះកន្លែងដោតភ្លើងឬក៏ដោតកាមេរ៉ាបាទចុចមកមើលមានភ្លើងអត់បាទអញ្ចឹងថ្មរបស់វានៅសល់3កាំបាទជាធម្មតាត្រូវសល់3កាំសល់1កាំទេអ្នកនរនេះបាទសល់មើលចាំងតំណាងដូច3កាំបាទសល់3កាំបាទយើងចុចបិទវិញសិនបាទអូខេអានេះគឺសម្រាប់ដាក់បាទអាកន្លែងសាកថ្មវាកណិចពីបេតុងអានេះដាក់ថ្មចូលក្នុងនេះមកបាទយើងមើលញីឈ្មោះបាទនេះដល់នេះដាក់ចូលនៅក្នុងនេះមកយើងដោតអក្សរនេះនៅផ្ទាំងនេះដោតអក្សរនេះនៅប្លាស់នេះមកបាទវាចាប់តាមសាកហើយបាទអូខេអញ្ចឹងខ្ញុំដកយន្តហោះចេញសិនបាទយន្តហោះរៀងឆ្អៀតបន្តិចទៅខ្ញុំសុំពុះកាមេរ៉ាបន្តិចអូខេអ្នកតោះនេះមុននឹងមើលកតុំរុយយើងខ្ញុំខ្លាចបងប្រុសគាត់ទៅគាត់តាមញ៉ាំគាត់អត់ទៅចេះដោតតាអញ្ចឹងណាបាទព្រោះគាត់ទិញឲ្យខាងដូចជាក្មួយរបស់គាត់ទេបាទអញ្ចឹងអានេះយើងដោតមកចេះមកបាទដោតមកចេះមកអានេះយើងដោតនៅប្លោះនេះអានេះថ្មនេះយើងមាន2ប្លោះប៉ុន្តែយើងដោតប្លោះទី1បាទហើយដូចសនេះគឺយើងដោតចេះបាទអានេះយើងដោតទៅព្រីទៅភ្លើង LED យើងចាប់ដើម load volt អញ្ចឹងយើងសាកចោលរហូតវាចេញអក្សរ full បាទចាប់ដកវាចេញណាបាទអានេះយើងដាក់ទៅបន្លែបាទតែយើងមកមើលទូឯករបស់យើងបាទគឺកតុំរុយនេះគឺប្រភេទ US Coast God បាទអានេះប្រភេទកតុំរុយរបស់អាមេរិក detail របស់វាបាទម៉ូទ័ររបស់វាប្រើម៉ូទ័រធំបាទម៉ូទ័រកណ្ដាលក៏ម៉ូទ័រធំដែរទ្វារនេះបើកបានអ្នកនរនេះវាបើកបានបាទបើកបានដូចកតុំរុយយើងមែនទេអញ្ចឹងនេះប្លោះកន្លែងដាក់ថ្មបន្តិចទៀតខ្ញុំនឹងដាក់ថ្ម install ចូលបាទ
xa này đó thì xa hay thùng bà tăng đá cái lấy bà và admin đọ lên mũi đá bà êm bà ok chắc là nhom phơi cá đào một chỗ hay nhom bạc bà khi mà chuẩn muốn bà này không đấy bà ok chắc là thăm đá bây giờ lấy những cái ông tay sẽ bà làm một lời chạy má bà nó bây giờ bị gì á bà đã bị chặt chạy má cạnh bị chặt chạy má hay dân đâu bị cào cái tôm ruồi má bà này cào cái tôm ruồi ở đây bị chạm bàn lò chẳng bà chắc là nhom bạc tông sòng khănคือตรงปีเนี่ยตอนนี้อันนี้สำหรับยนต์ฮอลางเหลือจอกกราวไอ้กัดจะโกดกัดเช้งกัดสดามพอวันนี้จะโกดแต่เช้งจะโกดแต่สดามอย่างนั้นbàอันนี้สำหรับcái tôm rồiฮอแต่มกฮอแต่กราวฮอมาเช้งฮอมาสดามbà ok chắc làนี้บะตองได้สำคัญแต่ยมจองปรามเนี่ยตอนนี้คือmộtตัว4คือยังพิจารณาต่างๆnày hayสำหรับบะตองนี้คือchỉทำนะcái lọc vậy cái lọc sao vậy là bây giờ cà phê mọi người chơi lên tới bị chay tới bị cột mẹ chẳng hạn cái lọc xào bây giờ cái lấy mà cái bạc xào mà bạc xào với ai chia bàn mà ní lọc xào bạn hay ra bạn ní phi trá như đi của mình lên ô tô và cùng menu hai cái này ní cứ như cạnh bê tông màu chip ai và ní miếng bay cái lẽ bê tông ní bay cái lẽ thì mình thôi mới nè anh ấy cái lẽ tí muối cứ optical flow cái lẽ tí pí chip ấy lẽ tí bấy đi thân hồn chẳng những cho lại chip ai nè bạn chẳng trong cạnh cái lẽ tí pí ở ô tô tìm nó chip ấy ô tô bạn chắc cái ai lên bài này hai anh mà cho chèn đi anh đi rào một về đây bạn chắc là bê tông ní cứ phi trá như pha tại bê tông này bê tông ní bê tông low speed high speed chỉ tham lá dương lên mà 4 คือ low speed เนี่ยdương cho mà tăng tiếp คือ high speed បាទอันนี้ก็จะปลาแต่อันนี้យើងប្រើទៅពេលដែលយើងមាន Google ពាក់នឹងភ្នែកទេយើងប្រើកាមេរ៉ាយើងអាច record បានបើពីច្រើនយើងអត់សូវប្រើទេបាទអានេះប៊ូតុងចុះចតអូតូពេលដែលបោះនៅពីលើយើងចុចប៊ូតុងនេះមួយគឺវានឹងធ្វើដំណើរចុះចតអូតូតែម្ដងបាទអញ្ចឹង key មានតែប៉ុណ្្នឹងអ្នកនរនេះអានេះប៊ូតុង turn on ទេបាទនេះបាទ turn on មកវាចេញមកអញ្ចឹងបាទហើយជាធម្មតាពេលដែលមាន GPS អានេះ crop នេះវានឹង load ទេ load ឡើង12 13អញ្ចឹងណាអូខេអញ្ចឹងខ្ញុំបង្ហាញបន្តិចអ្នកនរនេះមិនខ្ញុំធ្វើ gyro calibration អ្នកនរនេះឃើញទេរុញអានេះមកត្រង់កណ្ដេះអានេះមកត្រង់ខាងលើនេះយើងហែកចាយហ្នឹងគេហៅ gyro calibration នេះហែកឲ្យវាស្មើអញ្ចឹងអាហ្នឹង gyro ខ្ញុំភ្លើងវា load ហើយវា load ពើបៃតងវិញតែមួយទៀតប្រសិនបើអ្នកនរនេះទៅលេងកន្លែងស្រឡះចង់ឲ្យដើរ GPS ល្អអ្នកនរនេះត្រូវបវលត្រីវិស័យវាមួយយើងធ្វើប្រច្រាស់គ្នានេះបវលត្រីវិស័យមិនយើងរុញមកចេះបវលត្រីវិស័យយើងធ្វើចេះបវលត្រីវិស័យយើងធ្វើអញ្ចឹងអាហ្នឹងបវលត្រីវិស័យតែអាហ្នឹងទៅតែកន្លែងដែលមាន GPS នៅខាងក្រៅដោយសារនៅហាងអត់មាន GPS អញ្ចឹងយើងធ្វើអត់បានទេបាទអញ្ចឹងទៅនៅក្រៅយើងអាចធ្វើអញ្ចឹងបានយើងធ្វើបវលត្រីវិស័យនេះបាទណាគេធ្វើចេះបវលត្រីវិស័យនេះបាទអញ្ចឹងយើងអាចបវលយើងទាញកតុំរុយមកបាទបវលអញ្ចេះតាមវាមកបើអញ្ចេះ3ដងវាលោតភ្លើងបៃតងដូរភ្លើងប៉ុន្តែញាក់អណ្ដែអញ្ចឹងយើងកាប់មកយើងបវល3ដងទៀតបាទអញ្ចឹងពេលវាដាន់គឺវាលោតភ្លើងមួយវាឈប់លោតញាប់ហើយអ្នកនរនេះអូខេអញ្ចឹងអានេះជាការ start នៃការប្រសេសដំណើរការហោះហើររបស់កតុំរុយនេះអ្នកនរនេះបាទអូខេអ្នកនរនេះការតេស្តនេះគឺខ្ញុំយកកតុំរុយរបស់ខ្ញុំទេមិនកតុំរុយរបស់ភ្ញៀវទេដោយសារភ្ញៀវក៏ទិញក៏ចង់ឲ្យប្រឡាក់កតុំរុយរបស់គាត់អញ្ចឹងយើងគ្រាន់តែតេស្តដំណើរការហើយយើងទៅខ្ចប់ឲ្យគាត់តែនេះខ្ញុំដកលេងមួយដែរអញ្ចឹងខ្ញុំអាចធ្វើការតេស្តបង្ហាញអ្នកនរនេះអញ្ចឹងយើងបវលត្រីវិស័យយើងរុញចេញមកបាទហើយត្រូវជ្រុងវាវាដើរអ្នកនរនេះណាវាដើរហើយវាលោតផ្លឹបលេតអញ្ចឹងណាអញ្ចឹងអ្នកនរនេះទាញមកបាទអញ្ចឹង3ជុំហើយអ្នកនរនេះកាប់បវល3ជុំទៀតបាទអញ្ចឹងដានអូខេអញ្ចឹងវាដាននេះអ្នកនរនេះហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតការបវលត្រីវិស័យអ្នកនរនេះចង់បវលក៏បានមិនចង់បវលក៏បានអ្នកនរនេះអាចហោះហើរបានតែអ្នកនរនេះអ្វីអ្នកនរនេះមើល GPS មើល GPS របស់វាបើ GPS ចាប់ពី13 14ទៅគឺ strong គឺអាចហោះបានហើយប៉ុន្តែដោយសារនៅមុខហាងខ្ញុំវាខ្សោយ GPS អញ្ចឹងមកដំបូងអត់ទាន់មាន GPS load ឡើងទេអូខេអញ្ចឹងខ្ញុំធ្វើការហោះហើរបាទអញ្ចឹងខ្ញុំអត់ថតខ្ពស់ពេកទេខ្ញុំសេមកខាងនេះបន្តិចបាទអូខេអ្នកនរនេះអញ្ចឹងខ្ញុំបង្ហាញបន្តិច GPS នេះឡើង10គ្រាប់ហើយមិនដឹងអ្នកនរនេះឃើញអត់10ហើយគេធម្មតា GPS 14 15កាន់តែខ្លាំងកាន់តែដឹងបាទ GPS ហ៎បាទអញ្ចឹងចាំមើលខ្ញុំថតបច្ចេក remote ហើយនឹងដៃអ្នកនរនេះមើលចាំមើលអ្នកនរនេះដូចខ្ញុំនិយាយរុញឡើងលើវាឡើងលើនេះអានេះឡើងលើហើយចុះក្រោមចាំមើលខ្ញុំចុះក្រោមវិញបាទនេះចុយស៊ីចុះក្រោមបាទហើយចកោតអ្នកនរនេះអាចរេបានចកោតអូខេវាបត់តាមដៃយើងនេះចកោតបាទអញ្ចឹងសម្រាប់ទៅមុខថយក្រោយចាំមើលខ្ញុំបញ្ជាសម្រាប់ទៅលើខ្ពស់តែបាទអញ្ចឹងស្រួលអ្នកនរនេះអញ្ចឹងចាំមើលខ្ញុំបញ្ជាទៅមុខ
ទៅមកបាទនេះខ្ញុំជាថយក្រោយគេnày nói វាមកតាមដៃយើងស្រួយអ្នកនរនេះលេងតែពីរដងអ្នកនរស្ទាត់ហើយបាទឆ្វេងស្ដាំបាទមុននឹងបញ្ចប់ខ្ញុំកលឹងអ្នកនរនេះមើលមួយទៅយើងគេតាមណាកតុំរុយទេគេហោះឆ្វែហោះកលឹងអានេះ speed តាមណាអ្នកនរនេះខ្ញុំឲ្យបញ្ជា speed លឿនទេបាទអូខេអ្នកនរនេះអញ្ចឹងអ្នកនរនេះមានចង្អុលអីអាច comment នៅខាងក្រោមនឹងបានខ្ញុំសូមបញ្ចប់វីដេអូត្រឹមហ្នឹងដោយសារ10នាទីជាងហើយអ្នកនរនេះអញ្ចឹងមានចង្អុលអីអាច comment សួរបានអូខេអរគុណបាយបាយ